ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាចេះចាក់ត្រេននៅតោះថ្ងៃនេះមកចាក់ទុរេនជាមួយខ្ញុំទាំងអស់គ្នាសម្រាប់ការចាក់ត្រេននេះខ្ញុំជ្រើសរើសអំបោះ 2mm និងម្ជុលទំហំ 2mm ចូលជួរទី1គឺយើងចាក់ magic ring បន្ទាប់មកចាក់6 single crochetជួរទី2យើងចាក់ increase ចំនួន6ដងមួយប្រឡោះចាក់2អ្នកទាំងអស់គ្នាជួរទី3ចាក់ single crochet និងចាក់ increase 1 2ចាអាចមើលតាមចាក់ទាំងអស់គ្នាបានជួរទី4ចាក់2 single crochet និង increase ជួរទី5ចាក់3 single crochet ជាមួយនឹង increase 3ប្រឡោះរួចចូលប្រឡោះទី4យើងចាក់2ជួរទី6រហូតដល់ជួរទី10គឺយើងចាក់ជាមួយនឹង single crochet សុទ្ធតែម្ដងឥឡូវនេះយើងគ្រប់ចំនួន10ជួរហើយចាបន្ទាប់មកទៀតយើងបន្តចាក់ជាមួយនឹងជួរទី11គឺយើងចាប់ផ្ដើមចាក់ព្រមម្ដង3 single crochet និង decreaseបន្ទាប់មកចូលជួរទី11ហ្នឹងយើងចាក់ហើយយើងញាត់សំឡីឲ្យបានប៉ោងល្មមអ្នកទាំងអស់គ្នាឥឡូវចូលជួរទី12យើងចាក់2 single crochet និងព្រមចាប់ផ្ដើមយើងដេញចាក់ដេញចុះវិញណាពីរបងដេញចាក់ឡើងដើម្បីឲ្យប៉ោងទម្រង់ហើយយើងចាក់ឲ្យស្មើហើយបន្ទាប់មកយើងដេញចុះហើយសម្រាប់ជួរទី12នេះគឺជាជួរចុងក្រោយហើយយើងចាក់បិទគូតម្ដងហើយការចាក់បិទគូតនេះគឺយើងសើកជាមួយនឹងម្ជុលហើយសើកតែមួយសរសៃផ្នែកខាងក្រៅទេបន្ទាប់មកយើងទាញហើយជិតមុខបានល្អហើយស្មើគ្នាល្អមែនតើឥឡូវនេះដល់វគ្គយើងចាក់ជាមួយនឹងសបកត្រេនហើយសបកត្រេនវិញគឺយើងចាក់តាំងពីជួរទី1រហូតដល់ជួរទី11ហ្នឹងគឺដូចគ្នាជាមួយនឹងសាច់ត្រេនពណ៌លឿងខាងក្នុងអញ្ចឹងប៉ុន្តែយើងចាក់ផ្នែកសើកចូលក្នុងតែមួយសរសៃផ្នែកនៅខាងក្នុងទេណាអ្នកទាំងអស់គ្នាដើម្បីយកផ្នែកដែលមួយសរសៃសល់នៅខាងក្រៅហ្នឹងដើម្បីចាក់ធ្វើជា popcorn ទៅលើសបកត្រេនដែលធ្វើឲ្យឃើញសួយៗផ្ដុំគ្នាហ្នឹងអញ្ចឹងជួរទី1រហូតដល់ជួរទី11ចាអាចចាក់តាមនឹងមើលមួយតាមអ្នកខ្ញុំទាំងអស់គ្នាមានចង្អល់អាច comment សួរបន្ថែមបានអ្នកខ្ញុំនឹងបញ្ចូលបន្ថែមទៀតជូនអញ្ចឹងចាំជួបគ្នានៅជួរទី11ចុងក្រោយចា
សម្រាប់នេះចូលជួរទី11ហើយយើងចាប់ផ្ដើមព្រមចុងក្រោយហើយបន្ទាប់មកយើងសើកជាមួយនឹងសាច់ត្រីរបស់យើងនឹងចូលនៅក្នុងសបកចាយើងសើកបែបនេះមិនមែនបែបត្រង់ទេណាគឺបែបតឹងចាហើយសើកឲ្យសប់ទៅយើងចាប់ផ្ដើមចាក់ជាមួយនឹងបន្លែរបស់ត្រីគ្រាប់របស់ត្រីគឺដំបូងយើងឡើងកូនកតចំនួន2ហើយនៅក្នុងកូនកតហ្នឹងគឺនៅក្នុង stick តែមួយហ្នឹងគឺយើងចាក់ជាមួយនឹងបង្គោលរបងទឿមួយdouble crochet មួយហើយយើងឡើងកូនកតមួយទៀតហើយយើងសើក single crochet មួយនៅក្នុងកូនកតនោះបន្តមកទៀតយើងចូលនៅក្នុងប្រឡោះថ្មីមួយទៀតយើងចាក់ជាមួយនឹង double crochet ហើយវត្តថែមបង្គោលរបងទឿមួយទៀតបន្ទាប់មកគឺយើង popcorn នេះចាវត្តពីដើមកតុយចូលទៅកន្លែងវត្តពីចុងកតុយចូលទៅដើមកតុយដើម្បីវត្តធ្វើជា popcorn ហើយឡើងកូនកតមួយហើយបន្តចាក់បែបនឹងរហូតទៅដល់គូតខាងក្រោយចាអញ្ចឹងធ្នេដែលឃើញតសៃប៉ាដែលយើងទុកមកតសៃមិញហ្នឹងគឺសម្រាប់យើងតាក់ចាក់ជាមួយនឹងសបកត្រេនប្លាត្រេនហ្នឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានតាមខ្សែហ្នឹងគឺយើងចាក់គ្រប់ប្រឡោះទាំងអស់តែម្ដងជួបគ្នានៅចង់បញ្ចប់នៅចុងកតុយគូតរបស់វាចាឥឡូវនេះយើងបានចាក់បញ្ចប់ហើយនៅចំគូតចុងក្រោយឃើញថាសោះហ្មងចាគ្រប់សតប្លាត្រេនហើយយើងចុងក្រោយយើងចាក់ជាមួយនឹងតងត្រេនយកពណ៌រៀងគណៈបែបដីពណ៌ជ្រៅចាយើងធ្វើ magic ring មួយហើយពីជុំជួរទី1រហូតដល់ជួរទី6ហ្នឹងគឺយើងចាក់6 single crochet សុទ្ធតែម្ដងចាឲ្យត្រង់មកឥឡូវនេះតងត្រេនយើងចាក់បានរួចរាល់ហើយយើងចាប់ផ្ដើមភ្ជាប់ជាមួយនឹងលើសម្បកផ្លែត្រេនចាចាក់មកចូលដូចនឹងខ្ញុំបែបនេះហើយសើកចំប្រឡោះចាឲ្យត្រង់ហើយដេភ្ជាប់ទៅអ្នកទាំងអស់គ្នាដេយ៉ាងណាក៏បានឲ្យតែមាំហើយលាក់ជាមួយនឹងខ្សែអំបោះពណ៌ហ្នឹងកុំឲ្យមើលទៅឃើញណាចាអ្នកទាំងអស់គ្នាចង់បិទកៅក៏បានដេក៏បានតែខ្ញុំជ្រើសរើសយកដេឲ្យព្រោះដោយសារតែបិទកាទៅវាកដេកកដប់ថងតំណឹងវាអត់ស្អាតអញ្ចឹងដេផ្ចិតទៅវាជាប់ហើយមើលអត់ឃើញធ្នេមើលអត់ឃើញកដេកកដប់ទេហើយចាប់ផ្ដើមតបតែងយើងដាក់ភ្នែកក៏បានដូចជាបំផោះធ្វើជាភ្នែកក៏បានដែរតែខ្ញុំមានគ្រាប់ភ្នែករបស់តុក្កតាច្រើនណាអញ្ចឹងខ្ញុំដាក់ធ្វើជាគ្រាប់ភ្នែកហើយមើលទៅស្អាតជាងចាហើយស្ទើអីគឺស្ទើមាត់អីអញ្ចឹងយើងដេបំផោះពណ៌ខ្មៅធ្វើជាមាត់របស់យើងទៀតមកមាត់បែបញញឹមខ្ជូតអូខេអាចដេតាមនឹងបានហើយ make up ដាក់ពណ៌អីក៏បានដែរអត់តែពណ៌មើលទៅភីងបែបក្រហមរួចជាស្រេចហើយអ្នកទាំងអស់គ្នាអញ្ចឹងសូមអរគុណច្រើនដល់បងប្អូនអរគ្នាដែលតាមដានពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ like ជួយបន្ត subscribe បន្ថែមទៀតផងសម្រាប់បងប្អូនដែលមិនទាន់បាន subscribe នឹងខ្ញុំសូមអរគុណច្រើន